ក្រោយពីភ្លៀងមួយមេធំសិនមិញបាទភ្លៀងមួយមេធំសិនមិញបងប្អូនដើមឈើស្រស់ដីនៅសើមឡើយដីល្បាច់ខ្សាច់នៅខាងហ្នឹងបានលឺឆ្ងាយណាទៅវានឹងចង់300-400 ម៉ែត្រតែដោយសារនៅនេះវាស្ងាត់អត់មានផ្ទះច្រើនតែវាលឺដូចលឺឆ្ងាយអញ្ចឹងស្ដាយវាជួលរួចទីទៀតគេចាប់ដើមបូមទឹកបូមទឹកព្រោះជួព្រោះសូឡាជាងបងប្អូនបាទសូឡាទាំងស្រាគឺមិនយ៉ាងទឹកប៉ុណ្ណឹងទឹកហ្នឹងលក្ខណៈសំស្រែបងប្អូននៅស្ងប់ស្ងាត់ទឹកឡើងក៏រៃយំសត្វយំអីចឹងទៅជីកម្ដាយខ្ញុំក៏ដាំបូសផុកទៅនោះផ្ទះម្ដាយមីងខ្ញុំនេះទៅខាងនោះផ្ទះយាយនៅផ្ទះយាយទាំងពីរផ្ទះយាយមកកនេះផ្ទះយាយដែរដីគេកតាំងពីរមរានមកតាំងពីដើមមកសម័យយើងសម័យ3 ឆ្នាំហ្នឹងក៏យាយក៏លួសតមកវិញអញ្ចឹងណាសម័យហ្នឹងគេយូរគេដោយសារយើងទៅជំរុំសម័យហ្នឹងក៏គេយូរអូយដីល្អដីល្បាយខ្សាច់ក៏ថាស្ងួត100%តែម៉ោង10អីស្ងួតម៉ោង9ស្ងួតហើយដើរបានតែអត់ជាប់ជើងដូចពេលភ្លៀងមិនជាប់ខ្លាំងមែនទែននេះដីបងប្អូនទេទូចិត្តស្ងប់ស្ងាត់នៅអញ្ចឹងសូវជានៅចិត្តគេរឿងឆ្ងាយអញ្ចឹងណាផ្ទះគេលោកពីស្រែទាំងមួយខាងមួយនោះទួលលោកគ្នាឆ្ងាយអញ្ចឹងចិត្តបែបធម្មជាតិមកវាគេយកដាក់យើងមកដាក់អញ្ចឹងនេះមិញក៏គ្រូបឲ្យមកគ្រូបឲ្យទឹកហូរពីណាមកចឹងសាក់បើកតួបូកទឹកបងប្អូនឌីសង់ទ័រឡើងលើមកស្លាយើងធ្វើការទៅមានបលីថ្ងៃបងប្អូននេះម៉ោង7:03ទេវល់43ហ្នឹងហូរđấy của đường thú
ចឹងសូមចប់ត្រឹមនឹងសិនបងប្អូនឆៃមើលដូងសិន